trong gói từ thử thử branding hái đào vẽ đại dương thử bộc branding khang ở trong món cầm ở kia mà vay trong thì chắp đua ở nhiều nó quạt pin chất là đặc khang quạt này non bật to quạt tinh bật hàng như chẳng tớiสำหรับเนี่ยได้มันตัวสกอร์ខ្ញុំឈ្មោះបណ្ឌិតខ្ញុំជាអ្នកប្រឹក្សានៅមណ្ឌលបណ្ដាផ្នែកទីផ្សារកន្លងមកនេះរយៈពេល6ឆ្នាំហើយដែលខ្ញុំបង្រៀនផ្នែកទីផ្សារហ្នឹងគឺខ្ញុំមានសិស្សប្រហែលជាង 1000 អ្នកដែរហើយអូខេអញ្ចឹងសម្រាប់អ្នកបច្ចេកទេសទីផ្សារណាអ្នកដែលធ្វើការក្នុងអាជីពជាអ្នកទីផ្សារបាទបុគ្គលិកទីផ្សារផ្សេងសួរថាតើយើងគួរយល់ជំហានរបស់ marketing ហ្នឹងថាវាមានន័យខ្លះអញ្ចឹងបាទអញ្ចឹងផ្អែកទៅតាមការស្រាវជ្រាវនិងការចងក្រងរបស់លោក Philip Kotler ខ្ញុំក៏យកតាមគាត់ហើយមែនតើវាថាគេថាហ្នឹងជាទ្រឹស្ដីត្រូវហើយវាជាទ្រឹស្ដីមែនបាទតែទ្រឹស្ដីហ្នឹងតម្រាំតែគាត់បានចេញជាទ្រឹស្ដីហ្នឹងមកគឺគេស្រាវជ្រាវច្រើនហើយរាប់សិបក្រុមហ៊ុនរាប់សិបឆ្នាំហើយបាទហើយគេបន្តអាប់ដេតមករហូតហើយអាទ្រឹស្ដីប៉ុណ្ណឹងវានៅតែ validate អញ្ចឹងណាអញ្ចឹងខ្ញុំចង់យកអាហ្នឹងមកចែករំលែកហើយក៏ខ្ញុំបាន follow តាមហ្នឹងដែរហើយវាមានលទ្ធផលបាទហ្នឹងហើយអញ្ចឹងសរុបមកគាត់ថាក្នុងនាមយើងជាអ្នកទីផ្សារបាទក្នុងនាមយើងជាអ្នកទីផ្សារម្នាក់បាទមានអ្នកខ្លះគាត់យល់ហើយអត់អីទេតែបើសិនជាយើងអត់ទាន់យល់ខ្ញុំចង់ចែករំលែក5ជំហាននេះបាទក្នុងជំហានរបស់ទីផ្សារថាតើកិច្ចការរបស់អ្នកទីផ្សារនេះទី1អីទី2អីទី3អីតើចង់បញ្ចប់អីចាប់ដើមពីណាចប់កន្លែងណាឲ្យយើងដឹងអញ្ចឹងណាបាទអញ្ចឹងតាមទ្រឹស្ដីរបស់លោក Philip Kotler ហ្នឹងបាទគាត់ជាអ្នក marketing ដែលល្បីមួយហើយសភៅគាត់លក់ចែកចាយបានច្រើនមែនតាក់ទងមួយ marketing ហ្នឹងជុំវិញពិភពលោកហើយជាអ្វីដែលខ្ញុំមើលទៅវាពិតជា practical មែនណាវាមិនតែទ្រឹស្ដីនៅក្នុងសភៅអ្នកខ្លះបើគាត់អត់យល់ទ្រឹស្ដីហ្នឹងច្បាស់គាត់ថាទ្រឹស្ដីហ្នឹងអត់ប្រយោជន៍តែនៅពេលដែលយើងយល់ច្បាស់ហើយយើងយកមក apply មិនយើងដឹងថាអូខេអាហ្នឹងវាត្រូវមែនហើយយើងសង្កេតទៅជាច្រើនទៅគឺថាអាហ្នឹងគឺវាពិតជាត្រូវចឹងមែនណាអូខេអញ្ចឹងខ្ញុំនឹងប្រាប់កុំឲ្យចាំយូរទៀតថាតើ5ជំហានហ្នឹងជាអីហើយដែលអ្នកទីផ្សារគួរយល់បាទពេលដែលយើងធ្វើការចាប់ដើមដំបូងក៏ដោយឬក៏ធ្វើយូរហើយក៏ដោយតែបើយើងយល់ហើយអត់អីទេណាតែបើថាយើងអត់ទាន់យល់គួរយល់5ជំហានណាអូខេអញ្ចឹងជំហានទាំង5របស់ទីផ្សារដែលចាប់ផ្ដើមដំបូងដូចខ្ញុំនិយាយហើយដំបូងវិញដែលយើងដឹងណាគឺយើងត្រូវយល់ពី market បាទទោះបីជាយើងចូលទៅក្រុមហ៊ុនហ្នឹងថ្មីក៏ដោយឬក៏ក្រុមហ៊ុនហ្នឹងមានផលិតផលរបស់គេហើយក៏ដោយក៏យើងត្រូវយល់ពី market របស់ផលិតផលហ្នឹងឲ្យច្បាស់ដែរមុននឹងយើងទៅធ្វើអីផ្សេងទៀតតោះខ្ញុំចង់និយាយបាទហ្នឹងហើយហើយជំហានទី2គឺយើងមើលយុទ្ធសាស្ត្របាទយុទ្ធសាស្ត្ររបស់ផលិតផលឬក៏សេវាកម្មហ្នឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនហ្នឹងអាជីវកម្មហ្នឹងយុទ្ធសាស្ត្រកន្លែងនេះចង់សម្ដៅថាតើគាត់មានអីឈ្នះមានអីដែលគាត់ឈ្នះគេនៅក្នុងទីផ្សារហ្នឹងតាក់ទងជាមួយនឹងផលិតផលឬក៏សេវាកម្មរបស់គាត់ហ្នឹងតើក្នុងវិស័យហ្នឹងគាត់មានអីឈ្នះគេឈ្នះហ្នឹងចង់សម្ដៅថាតើគាត់មានអីលេចធ្លោជាងគេ competitiveness របស់គាត់អីគេណា competitive edge របស់គាត់មានអីខ្លះដែលគាត់យកទៅប្រកួតមួយគេហើយលេចធ្លោជាងគេនៅក្នុងទីផ្សារតាក់ទងជាមួយផលិតផលឬក៏សេវាកម្មរបស់គាត់ណាឃើញអញ្ចឹងស្វែងយល់ពីទីផ្សារត្រូវមានយុទ្ធសាស្ត្រឈ្នះបន្តមកទៀតគឺរឿងផែនការហ្នឹងណាពេលដែលយើងដឹងអាពីរហ្នឹងច្បាស់ហើយមិនថាយើងចាប់ដើមថ្មីឬក៏យើងជាបុគ្គលិកចូលទៅដែលគេមានហើយស្រាប់យើងត្រូវយល់ផ្សេងយល់អាពីរហ្នឹងបើក្រុមហ៊ុនអត់ទាន់មានយើងត្រូវជួយក្រុមហ៊ុនហ្នឹងឲ្យយល់ពីអាហ្នឹងដែរដើម្បីយើងអាចធ្វើសកម្មភាពទីផ្សារផ្សេងបន្តទៅទៀតណាបានត្រឹមត្រូវណាអញ្ចឹងជំហានវាមាន5ខ្ញុំនិយាយមិញវាមាន2ហើយយល់ពីទីផ្សារណាយុទ្ធសាស្ត្រឈ្នះបាទមានន័យថាតើយើងអីមានអីលេចធ្លោជាងគេបាទហើយខ្ញុំនិយាយនេះគឺសង្ខេបណាបាទមិនតែវាមានលម្អិតច្រើនណាខ្ញុំគាត់និយាយឲ្យស្រួលយល់ណាអូខេម្ដងទៀតស្វែងយល់ពីទីផ្សារមានយុទ្ធសាស្ត្រឈ្នះបាទធ្វើម៉េចលេចធ្លោជាងគេបាទទី3គឺយុទ្ធសាស្ត្រ 4P បាទ 4P ហ្នឹងមានន័យថាតើ product របស់យើងទុកដដែលឬក៏យើងកែយើងថែយើងថយមិនចឹង product តម្លៃរបស់យើងសមមួយទីផ្សារនៅតើគេមានលទ្ធភាពទិញអត់តើយើងធ្វើម៉េចឲ្យគេទិញបានតម្លៃហ្នឹងយើងរៀបចំជាការបង់រំលោះជាការកក់មុនជាការបង់របៀបម៉េចបាទមិនពេញចិត្តអត់បង់ថ្លៃឬក៏ម៉េចអាហ្នឹងសិតតែជាយុទ្ធសាស្ត្រតម្លៃឯងឃើញទេបាទអញ្ចឹងវាមាន P មួយទៀតគឺអីគេ place ហ្នឹងវាមកពីពាក្យថា distribution ឬក៏ហ្នឹងហើយវាទៅគ្នាមានន័យថាតើយុទ្ធសាស្ត្រចែកចាយយុទ្ធសាស្ត្រលក់ហ្នឹងធ្វើម៉េចឲ្យគេស្រួលទិញធ្វើម៉េចគេស្រួលរកគេអាចចង់ទិញគេទិញបានស្រួលអញ្ចឹងណាហ្នឹងហើយវាមានចុងក្រោយគឺ promotion ពីចុងក្រោយតែ promotion ហ្នឹងមិនមែន discount ទេទៀតខ្ញុំនឹងមានវីដេអូអាចបកស្រាយកន្លែងនេះទៀតគឺ promoting មានន័យថាការផ្សព្វផ្សាយរបស់យើងហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងផ្សាយកន្លែងណាអញ្ចឹងជំហានរបស់ទីផ្សារហ្នឹងអញ្ចឹងវាមានស្វែងយល់ពីទីផ្សាររៀបចំយុទ្ធសាស្ត្រឈ្នះរៀបចំ 4P ឲ្យបានច្បាស់លាស់ហើយអនុវត្ត 4P ហ្នឹងទៅអញ្ចឹងពេលដែលយើងអនុវត្ត 4P ហ្នឹងអាចមានគេទិញឬក៏អាចអត់មានអ្នកទិញដែរអញ្ចឹងហ្នឹងហើយអញ្ចឹងបើសិនជាជំហានទី3អា marketing activity marketing plan របស់យើង 4P ហ្នឹងដាក់ទៅវាដើរអញ្ចឹងមានន័យថាមានអ្នកទិញ
តែមានអ្នកទិញឲ្យកិច្ចការអ្នកទីផ្សារមិនចប់ត្រឹមអ្នកទិញប៉ុណ្ណឹងឯណាអានឹងទៅជំហានទី3ណាយល់ពីទីផ្សារយុទ្ធសាស្ត្រឈ្នះណាខ្ញុំថាយុទ្ធសាស្ត្រឈ្នះចឹងចុះទី3គឺផែនការទីផ្សារយុទ្ធសាស្ត្រផែនការទីផ្សារនោះគឺរឿង 4P ហ្នឹងហើយអញ្ចឹងពេលដែលយើងចាប់ដើមរៀបចំផលិតផលអីតម្លៃឲ្យដាក់ទៅមានគេទិញមិនទាន់ចប់ប៉ុណ្្នឹងទេជំហានទី4គឺពេលដែលគេទិញហើយក្នុងនាមជាអ្នកទីផ្សារត្រូវចេះផ្សាយទៅភ្ញៀវដែលទិញហើយទៀតយល់ទេមិនទិញហើយចប់ហើយលេង care ពីគាត់ទេបោះគាត់ចោលទេការដែលភ្ញៀវទិញលើកទី1ហ្នឹងណាមិនមែនជាអាជីវកម្មពិតប្រាកដទេមិនមែនធ្វើឲ្យយើងនឹងរស់បាននៅក្នុងទីផ្សារហ្នឹងឯងអញ្ចឹងតួនាទីអ្នកទីផ្សារត្រូវតែ engage ជាមួយភ្ញៀវនឹងបន្តទៀតត្រូវតែតាមញ៉ែគាត់បន្តទៀតយល់ខ្ញុំចង់និយាយបើមិនមែនខំឲ្យញ៉ែគាត់តែពេលមុនគាត់ទិញហើយឈប់ស្រាប់ឈឹងអត់ទេទិញហើយព្រាមញ៉ែទៀតញ៉ែរហូតហេតុអីអាហ្នឹងគេហៅថា CRM យល់ខ្ញុំចង់និយាយយើងរក្សាតំណែងឲ្យល្អជាមួយភ្ញៀវហ្នឹងបន្តទៀតព្រោះយើងនឹងត្រូវលក់អ្វីផ្សេងទៀតទៅឲ្យគាត់ទៀតហើយបើសិនជាអាជីវកម្មយើងភ្ញៀវនឹងទិញតែម្ដងហើយចប់អស់វាអាចមានអាជីវកម្មប្រភេទហ្នឹងក៏ប៉ុន្តែវាពិបាករស់តិចយល់ទេបាទទោះយ៉ាងណាក៏យើងត្រូវមាន idea ថាមានអីទៀតដែលយើងអាចលក់ទៅឲ្យគាត់បានទៀតមានអីទៀតដែលគាត់អាចនឹងត្រូវការពីយើងបន្ថែមទៀតអញ្ចឹងដើម្បីយើងអាចនឹងទៅលក់ឲ្យគាត់ទៀតដើម្បីគាត់អាចមកទិញយើងទៀតឬក៏គាត់ទិញរបស់តារានឹងក៏ដោយតែគាត់ត្រូវ repeat មកទិញបន្តទៀតបើសិនជាយើងមិនតាមគាត់ទេបើសិនជាយើងមិន take care relationship មួយគាត់ទេគេហៅ CRM នឹងបានទេគាត់អាចនឹងបាត់ទៅគ្រប់ពេលគាត់អាចនឹងភ្លេចពីយើងគ្រប់ពេលហើយសំខាន់នោះគឺពេលដែលមានគូប្រកួតប្រជែងចូលមកគឺយើងនឹងដេកភ្លាមគូប្រកួតប្រជែងរបស់យើងអាចចាប់យកគាត់ទៅបានគ្រប់ពេលទាំងអស់ព្រោះយើងអត់ care ពីគាត់មិនចឹងតែបើយើង care គាត់ខ្លាំងណាស់ទោះបីជាគូប្រកួតប្រជែងមកពីណាក៏ដោយទោះបីសឹងថាគេនឹងល្អជាងយើងក៏ដោយបើថាគាត់ស្របស្មោះមួយយើងហើយគាត់មិនងាយទេមិនងាយនឹងទៅតាមគេបានទេហើយបើសិនជាយើង care គាត់ខ្លាំងចឹងណាបាទអញ្ចឹងកន្លែងហ្នឹងគឺក៏ជាតួនាទីរបស់អ្នកទីផ្សារដែរណាបាទ engage មួយគាត់រៀបចំ activity អីរៀបចំ event អីផ្ញើសារអីទៅគាត់រំលឹកថ្ងៃ birthday ថ្ងៃអីឲ្យ gift អីគាត់វាមានរឿងច្រើនលម្អិតតែខ្ញុំអត់ទាន់ចង់និយាយដល់លម្អិតកន្លែងហ្នឹងអញ្ចឹង CRM នេះវាគ្រាន់តែជាជំហានទី4ហ្នឹងហើយ take care relationship ហ្នឹងហើយអញ្ចឹងទី1មិញគឺស្វែងយល់ពីទីផ្សារទី2រៀបចំយុទ្ធសាស្ត្រឈ្នះទី3រៀបចំផែនការទីផ្សារ 4P ណាទី4គឺ CRM ហ្នឹងគឺថែរក្សាតំណែងឲ្យល្អជាមួយភ្ញៀវដែលទិញហើយនេះបើមានភ្ញៀវទិញហើយណាហ្នឹងហើយបន្តមកទៀតអីគេចុងក្រោយគឺចាប់ផ្ដើមយុទ្ធសាស្ត្រគឺយើងធ្វើ branding ឲ្យបុកលក់ហើយបុកលក់បន្ថែមទៀតបុកលក់ទៅភ្ញៀវតារាហ្នឹងឲ្យកាន់តែច្រើនមានន័យថាយើងត្រូវគិតបណ្ដោយពេលហ្នឹងគឺថាត្រូវលក់អីបន្ថែមទៀត upsell cross sell cross promotion crossអីធ្វើម៉េចឲ្យភ្ញៀវហ្នឹងទិញយើងកាន់តែច្រើនបាទទិញរបស់ច្រើនបន្ថែមទៀតពីយើងហើយរបស់តារាហ្នឹងទិញទៅច្រើនទៀតបាទអញ្ចឹងអាហ្នឹងជាយុទ្ធសាស្ត្រលំអិតបន្ថែមទៀតតែពេលហ្នឹងគឺពេលដែលយើងធ្វើ branding ហើយមានន័យថាពេលដែលគាត់ទិញពីយើងហើយ branding ហ្នឹងមានន័យថាយើងធ្វើឲ្យគេចាំពីយើងស្គាល់ពីយើងឲ្យទូលំទូលាយបាទលើកប៉ាណូធំតាមពលានយន្តហោះតាមផ្លូវតាមអីព្រោះពេលដែលគាត់ទិញហើយឧទាហរណ៍ថាគាត់ទិញទូរស័ព្ទម៉ាកអីមួយចឹងទៅខ្ញុំឧទាហរណ៍ថា Huawei ចាស្រាប់តែគាត់ទិញ Huawei ហ្នឹងហើយស្រាប់តែគាត់ថ្ងៃហ្នឹងគាត់ត្រូវឡើងទៅពលានទៅយន្តហោះគាត់ឡើងទៅជិះយន្តហោះទៅស្រុកក្រៅអញ្ចឹងណាស្រាប់តែដល់គាត់ឃើញផ្លាក Huawei ធំប៉ុណ្ណាណៃអា model ដែលផ្សាយនៅលើប៉ាណូហ្នឹងនៅពលានហ្នឹងគឺ model ដូចទូរស័ព្ទរបស់គាត់ចឹងគាត់ទិញហើយមិនចឹងតែទៅពេលដែលយើងធ្វើ branding របៀបហ្នឹងតើភ្ញៀវហ្នឹងគាត់មានអារម្មណ៍មិនយើងគិតថាភ្ញៀវដែលកាន់ទូរស័ព្ទ Huawei ហើយឃើញគេដាក់ផ្លាក Huawei ធំនៅលើប៉ាណូនៅពលានណាគាត់មានអារម្មណ៍មិនដែរបាទទោះបីមិនមាននរណារសារគាត់ឬក៏និយាយអីគាត់កាន់ Huawei ហ្នឹងគាត់មើលប៉ាណូហ្នឹងក៏គាត់សប្បាយចិត្តថាទូរស័ព្ទគាត់លយគេផ្សាយជាអីចឹងមិនចឹងបាទអញ្ចឹងក៏គាត់អាចពេញចិត្តថាខ្លាំងជាមួយអាហ្នឹងគាត់អាចនឹងបន្តគ្រប់គ្រងយើងទៀតគាត់ថា Huawei គឺអត់ស្ងាត់ទេគឺគេក្រុមហ៊ុនធំគេល្បីជាអីចឹងទៅហើយគាត់អាចនឹងណែនាំក្រុមហ៊ុនហ្នឹងទៅឲ្យអ្នកផ្សេងទៀតបន្ថែមទៀតបានទៀតអូខេណាហៅបងប្អូនហៅអីមកទិញអីចឹងបន្ថែមទៀតអីចឹងទៅបាទអញ្ចឹងបើសិនជាយើងអត់ធ្វើដល់កម្រិត branding ហ្នឹងទេដែលបុកលក់បន្ថែមទៅភ្ញៀវតារាលហ្នឹងទេហើយឲ្យភ្ញៀវហ្នឹងគាត់ណែនាំបន្តបានទេមានន័យថាយើងអត់ទាន់ចប់ទេណាការងារអ្នកទីផ្សារអូខេបាទអញ្ចឹងបាទ marketing គឺចាប់ដើមដំបូងបំផុតគឺនៅពេលដែលយើងស្វែងយល់ពីទីផ្សារមានន័យថាយល់ពីវាមានរឿងច្រើនណាស់នៅក្នុងទីផ្សារវាមាន macro សេដ្ឋកិច្ចវាមាន micro សេដ្ឋកិច្ចវាមានអាក្រម micro នឹងទៀតគេហៅ five for supporter បាទដែលយើងត្រូវចាំទៀតវាមានអីចឹងតែអ្វីដែលសំខាន់ណាខ្ញុំប្រាប់រឿងពីរហើយយល់ពី competitor យល់ពី consumer ណាយល់ពីនឹងឲ្យច្បាស់
ណាអានឹងយល់ពីទីផ្សារជំហានទី1ជំហានទី2គឺរៀបចំយុទ្ធសាស្ត្រនេះពេលដែលយើងយល់ពី competitor ច្បាស់យល់ពី consumer ច្បាស់តើយើងរៀបយុទ្ធសាស្ត្រថ្មីឲ្យយើងលេចធ្លោជាងគេមានអីដែលយើងប្រសើរជាងគេមានអីដែលគេគួរជ្រើសរើសយកយើងក្រៅពីជ្រើសរើសយកផលិតផលគូប្រជែងឬផលិតផលចំនួនផ្សេងទៀតអានឹងជំហានទី2យុទ្ធសាស្ត្រនេះពេលដែលយើងរៀបយុទ្ធសាស្ត្រនេះហើយយើងត្រូវរៀប 4P របស់យើងចាំ product ទាំងអីឲ្យវាត្រូវតាមយុទ្ធសាស្ត្ររបស់យើងឲ្យវា align គ្នាដើម្បីយើងផ្សាយចេញទៅប្រម៉ូទចេញទៅអា P ចុងក្រោយហ្នឹងប្រម៉ូទចេញទៅមានអ្នកទិញមានអ្នកចាប់អារម្មណ៍អញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងអាហ្នឹងទី3បន្ទាប់ពីមានអ្នកទិញអ្នកចាប់អារម្មណ៍ហើយក៏លោកមានអ្នកទិញមែនយើងសំណាងល្អយើងធ្វើទៅត្រូវអញ្ចឹងអូខេពេលដែលទិញហើយក៏យើងត្រូវទី4នេះគឺ CRM គឺយើងត្រូវ take care relationship មួយគាត់ឲ្យបានល្អណានឹងចុងក្រោយគឺត្រូវធ្វើbranding ហើយដល់វគ្គដែលយើងត្រូវបុក branding ខ្លាំងឲ្យរងមាំកុំឲ្យគេមកវាយទៅគេឆាប់ដួលឲ្យភ្ញៀវនឹងគាត់ពេញចិត្តតែខ្លាំងគាត់ណែនាំបន្តគាត់ទិញបន្ថែមអញ្ចឹងទៅបាទអូខេអញ្ចឹងវីដេអូមួយនេះខ្ញុំបញ្ចប់តាមប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលមាន comment មតិយោបល់ឬក៏សំណួរផ្សេងអាច comment នៅក្នុងវីដេអូមួយនេះបានហើយខ្ញុំនឹងព្យាយាមឆ្លើយឲ្យអស់ពីលទ្ធភាពហើយសម្រាប់អ្នកដែលគិតថាវីដេអូនេះល្អបងប្អូនអាចចែករំលែកវីដេអូនេះទៅបាទដើម្បីទុកមើលខ្លួនឯងពេលក្រោយឬក៏ដើម្បីឲ្យអ្នកដែលយើងស្គាល់friend របស់យើងគាត់អាចមើលដែរណាបាទគាត់អាចមើលដែរគាត់អាចយល់ដែរហើយបើសិនជាចង់បានមើលលម្អិតវីដេអូផ្សេងៗបន្ថែមទៀតបងប្អូនរបស់នេះអាចចូលទៅកាន់ page ឬក៏ channel ដើម្បីមើលបន្ថែមបានបាទព្រោះយើងមានវីដេអូផ្សេងៗទៀតដែលខ្ញុំចែករំលែកពី technique បាទចំណេះដឹងវិធីនៅទីផ្សារផ្សេងៗទៀតដែរបាទហើយបើសិនជាថាចង់ចេះច្បាស់ហ្មងលម្អិតហ្មងអត់អីទេបាទយើងមានវគ្គសិក្សា marketing ដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលរៀនតែម្ដងបាទអ្នកដែលចាប់ផ្ដើម marketing ថ្មីឬក៏យូរហើយដែរតែអត់ទាន់គិតថាខ្លួនឯងដូចជាអត់ទាន់មានគ្រឹះច្បាស់អញ្ចឹងណាហើយអត់ទាន់មានframework ទម្រង់យល់ពី marketing នឹងច្បាស់ពេញលេញអាចចូលរៀនវគ្គសិក្សា marketing របស់យើងដែរណាអញ្ចឹងអាចឆាតចូលទៅ page ទៅដាក់ថា MKT 001ណា MKT 001នៅក្នុង page ក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនពីវគ្គសិក្សារបស់យើងខ្ញុំសូមអរគុណជួបគ្នាវីដេអូក្រោយ